ជាបឋមសូមបាទជម្រាបសួរបាទសួស្តីដល់អ្នកដែលបាន follow account TikTok ខ្ញុំទាំង Facebook page បាទអញ្ចឹងថ្ងៃនេះបាទខ្ញុំមានជាមេការមួយដែលចង់ឲ្យបងប្អូនទាំងអស់គ្នាបាទបានស្គាល់អំពីសិស្សពូកែនេះបាទគាត់រៀនថ្នាក់ទី9ទី9អីដែរ9សេបាទគឺគាត់រៀននៅថ្នាក់ទី9សេដែលកាលពីខែមុនគាត់បានប្រឡងជាប់លេខ1បាទខាងទៅរុស្ស៊ីបាទទូទាំងខេត្តពោធិ៍សាត់បាទអញ្ចឹងបងប្អូនដែលបានមើលខ្ញុំដែលបានទស្សនាដល់វីដេអូមនុស្សដល់ទៅ 500k ជាងបាទអញ្ចឹងយើងគិតជាចំនួនទៅវាចូល54ឯងបានមើលបាទអញ្ចឹងថ្ងៃនេះបាទកុំឲ្យបងប្អូនដែលឃើញតែខ្ញុំចូលចិត្តថតបាទកំ pl អញ្ចឹងថ្ងៃនេះខ្ញុំបាទមានកំណត់មួយចង់ឲ្យបងប្អូនបាទស្គាល់នៅសិស្សពូកែបាទលេខ1ទូទាំងខេត្តបាទនៅរុស្ស៊ីនៅខេត្តពោធិ៍សាត់នេះគឺប្អូនកៅរាយុឈ្មោះកៅរាយុហើយនៅក្នុងសាលានេះគឺគេហៅថាវិទ្យាល័យតែមលូបាទចង់សួរបទពិសោធន៍បងប្អូនបន្តិចពាក់ព័ន្ធជាមួយនឹងការប្រឡងយកបានលេខ1នៅខេត្តហ្នឹងតើយើងគួរតែរៀនអីខ្លះយើងគួរអីខ្លះហើយនឹងពិសេសអីខ្លះដើម្បីឲ្យទទួលបានលទ្ធផលលេខ1នៅក្នុងថ្នាក់ខេត្តហើយក៏ជាបទពិសោធន៍មួយដែលយើងនឹងចែករំលែកទៅកាន់បាទសិស្សបងប្អូនចំនួនក្រោយទៀតដែរដោយសារតែសាលាយើងនេះកាលពីឆ្នាំតែមុនយើងបានលេខ2បាទទូទាំងខេត្តហើយក៏បានរុញទៅប្រឡងនៅជាតិបាទទាំងឆ្នាំមុនហើយនិងឆ្នាំនេះទៀតដែរបាទតោះអញ្ចឹងរយុអញ្ចឹងគ្រូសូមបើកថាយើងបន្តិចពាក់ព័ន្ធជាមួយនឹងការរៀនហើយនឹងការប្រឡងយ៉ាងម៉េចឲ្យបានល្អលើមុខវិជ្ជានឹងមួយហើយដើម្បីឲ្យខ្លាយសិស្សប្រកាន់ដើម្បីចែកម្លែកដល់សិស្សបងប្អូនក្រោយសម្រាប់ខ្ញុំជាសិស្សក្នុងការចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិថ្មីនេះដែរខ្ញុំបានមកថ្ងៃនេះមកសម្ភាសដើម្បីចែកបទពិសោធន៍ដល់បងប្អូនចំនួនក្រោយដែលមានចំណាប់អារម្មណ៍ក្នុងការប្រឡងសិស្សពូកែក្នុងឆ្នាំក្រោយទៀតខ្ញុំសូមមកចែករំលែកនៅបទពិសោធន៍ចំនួន3ដែលបងប្អូនគួរតែប្រកាន់ខ្ជាប់និងគួរតែជៀសវាងទី1នោះគឺការស្រឡាញ់ដើម្បីចូលរួមក្នុងការប្រឡងសិស្សពូកែតើបងប្អូនច្បាស់ខ្លួនឯងថាបងប្អូនត្រូវស្រឡាញ់មុខវិជ្ជាអីនិងច្បាស់មុខវិជ្ជាអីនិងបដោតវាឲ្យកាន់តែខ្លាំងហើយយើងគួរតែរៀននៅមេរៀននីមួយៗឲ្យបានស៊ីជម្រៅហើយនឹងយល់ពីខ្លឹមសារនិងនិយមន័យរបស់វាក្នុងទី2នោះគឺការត្រៀមខ្លួនមិនមែនត្រៀមខ្លួន1ខែ2ខែទេសម្រាប់ខ្ញុំគឺត្រៀមខ្លួនចំនួន2ឆ្នាំគឺតាំងថ្នាក់ទី7មកម្លេះខ្ញុំកាលទី7ដំបូងខ្ញុំមិនទាន់ស្គាល់ថាការប្រឡងសិស្សពូកែហ្នឹងគឺយ៉ាងម៉េចទេប៉ុន្តែខ្ញុំបន្ទាប់ពីបានឃើញសិស្សច្បងក៏ដូចជាបងបញ្ញាសិទ្ធបានប្រឡងជាប់ទូទាំងខេត្តខ្ញុំក៏មានចំណាប់អារម្មណ៍ដោយឃើញពីឥទ្ធិពលនៃការប្រឡងសិស្សពូកែជោគជ័យរបស់គាត់តាមទៅប្រឡងថ្នាក់ជាតិនិងមានការគាំទ្រជាច្រើនខ្ញុំក៏មានការស្រឡាញ់មុខវិជ្ជាដូចគាត់ដែរគឺរូបវិទ្យាចំពោះរូបវិទ្យាយើងត្រូវរៀនពីរូបមន្តនិងនិយមន័យរបស់វាច្បាស់ឧទាហរណ៍ថាកម្លាំងតាំងដោយអីនិងមានຂະຫນាតគិតជាអីចំណែកចំណុចទី3នោះគឺការរៀនមុនគ្រូសិស្សពូកែមិនមែនយើងរៀនតាមគ្រូនោះទេគឺយើងត្រូវរៀនមុនគ្រូឧទាហរណ៍ថាគ្រូរៀនបង្រៀនមេរៀនថ្នាក់ទី9អញ្ចឹងយើងគួរតែរៀនធ្លាយទៅដល់ទី10 11ឬក៏អាចទៅដល់ទី12ព្រោះលំហាត់សិស្សពូកែមិនមែនចេញនៅក្នុងសាលាដែលយើងរៀននោះទេសិស្សពូកែគឺវាទូលំទូលាយណាស់និងបូករួមជាមួយនឹងវប្បធម៌ទូទៅតែវាសួរពីសង្គមនៅបច្ចុប្បន្ននិងប្រពៃណីផ្សេងដែលបងប្អូនគួរតែប្រឹងអានឲ្យបានច្រើនគូភ្ជាប់ជាមួយនឹងជំនាញនិងការធ្វើលំហាត់ឯកទេសរបស់បងប្អូនបានល្អហើយក្នុងនាមខ្ញុំផ្ទាល់ខ្ញុំជឿថាសិស្សពូកែមិនមែនរៀនធម្មតាទេគឺត្រូវតែរៀនលឿនបើសិនជាសិស្សធម្មតារៀនដែរគឺយើងត្រូវតែរត់ដើម្បីឲ្យយើងលេចធ្លោហើយនឹងឲ្យគ្រូយើងឃើញពីសមត្ថភាពរបស់យើងនិងស្រឡាញ់យើងនោះគាត់នឹងជ្រើសរើសយើងប្រឡងជំរុះការប្រឡងជំរុះដំបូងនោះគឺមិនទាមទារអ្វីច្រើនទេលំហាត់ក្នុងសភៅធម្មតាព្រោះលំហាត់ក្នុងសភៅមិនប៉ុន្តែមិនមែនលំហាត់ដែលយើងរៀនប៉ះនោះទេគឺ
ឧទាហរណ៍ថាយើងទៅតែរៀនឲ្យមេរៀនទី1វាអាចនឹងប្រឡងចេញមេរៀនទី7នៅចំពុក2ក៏ថាបានហើយការចូលរួមប្រឡងក្នុងថ្នាក់ខេត្តនេះខ្ញុំក៏មិនរំពឹងថាអាចនឹងជាប់ដល់ចំណាត់ថ្នាក់លេខ1ដែរព្រោះខ្ញុំឃើញគេខ្លាំងណាស់ព្រោះពេលខ្ញុំប្រឡងហ្នឹងខ្ញុំមិនទាន់តกระดาษទេប៉ុន្តែខាងសិស្សគេគឺបានតกระดาษមុនខ្ញុំក៏និយាយលួងខ្លួនចិត្តខ្លួនឯងថាបើយើងមិនខំទេក៏មិនជោគជ័យដែរហើយចំពោះលំហាត់វិញគឺខ្ញុំពិនិត្យមើលខ្ញុំអានចប់ចំនួន2ដងខ្ញុំពិនិត្យមើលថាតើលំហាត់ណាដែលគួរធ្វើមុននិងលំហាត់ណាដែលគួរទប់ក្រោយលំហាត់ដែលខ្ញុំធ្វើមុនគឺលំហាត់ដែលមានបន្ទុកច្រើននិងងាយស្រួលធ្វើខ្ញុំបានធ្វើចំនួន3រម៉ាំងដែលមានបន្ទុកធំគឺ15និងលំហាត់ទូចៗក្រោយគឺខ្ញុំធ្វើតាមក្រោយហើយការហ្នឹងគឺខ្ញុំបានផ្លេចយកនាឡិកាគឺវាមានការពិបាកក្នុងការប្រឡងសិស្សបកាយខ្លាំងមែនទែនហើយមិនសូវបានដឹងអញ្ចឹងខ្ញុំក៏ធ្វើមានការប្រុងប្រយ័ត្ននិងធ្វើទាន់ពេលវេលាហើយអំឡុងពេលនោះឃើញមានសិស្សមួយចំនួនបាននិយាយថាមេរៀនមិនទាន់រៀនដល់ផងមិនបានរៀនប៉ះផងប្រឡងចេញតែហើយពេលហ្នឹងគ្រូក៏បានថាឲ្យថាសិស្សបកាយមិនមែនប្រឡងចេញមេរៀនដែលយើងធ្លាប់រៀននោះទេសិស្សបកាយគឺទលំទលីណាស់បាទអញ្ចឹងបាទអរគុណដល់អូនយុដែលបានចែករំលែកបទពិសោធន៍សូមអរគុណ